Ok, chẳngបន្ទាប់នេះយើងនិយាយអំពី trend ដូចអ្នកនរគ្នាបានដឹងអញ្ចឹងពីមុនមកយើងនិយាយបានឯកន្លែងមាន candlestick មាន time frame ឥឡូវយើងចូលដល់ trend អញ្ចឹងតើអ្នកនរគ្នាដឹងថាទីផ្សារកំពុងតែស្ថិតនៅក្នុង bearish ឬក៏ bullish ប៉ុន្តែបើអ្នកនរគ្នាអត់ចេះមើល trend វាក៏យើង trade អត់ត្រូវដែរបាទយើងអត់ដឹងថាពេលណាវាដូរលំហូរពេលណាវាគួរតែ continue បាទអញ្ចឹង trend គេមាន3បាទឃើញចំពោះតែ2គាត់ថាមួយទៀតស្អីគេហ្នឹងចាំនិយាយទៀតអញ្ចឹងយើងនិយាយពី trend bullish trend bullish មានន័យថាជា structure ដែលវាបង្កើតឡើងទៅទៅលើរហូតបាទតទៅលើរហូតអាហ្នឹងគេហៅថា trend bullish បាទអញ្ចឹង bearish ក៏ដូចគ្នាជា structure ដែលវាបង្កើតមកចុះមកក្រោមរហូតបាទវាមាន point វាដែលត្រូវឲ្យយើងកាត់សម្គាល់ដូចគ្នាបើយើងអត់ចេះកាត់សម្គាល់យើងអាចនឹង fail យើងអាចនឹងបរាជ័យអញ្ចឹង trend bearish គឺវាតែងតែបង្កើតមកពី low high low high អញ្ចឹងមានន័យថា high នេះដែលវាចាប់ដាក់បែកពី high នេះទៅនេះអាហ្នឹងមានន័យថាវាបន្ត trend របស់វាឡើងទៅខាងលើទៀតអញ្ចឹងឃើញវាដើរដូចគ្នាវាចូលមក low high ទៀតវាបំបែក high មួយទៀតអញ្ចឹងវាបន្ត trend វាឡើងទៅលើទៀតវាចូលមក low ឡើងទៅ high ទៀតបំបែក high ទៀតអញ្ចឹងវាធ្វើបែបហ្នឹងរហូតបាទធ្វើបែបហ្នឹងរហូតអញ្ចឹង bullish trend គឺវាធ្វើបែបហ្នឹងរហូតអញ្ចឹង bearish trend ក៏ដូចគ្នាវាបន្តចូលមក low high low វាបែក low វិញវាបែក low low ដំបូងវានេះអញ្ចឹងពេលវាបែក low វាបន្តធ្លាក់មកទៀតបាទ high ទៀត low high low ទៀតបែក low ទៀតបន្តធ្លាក់មករហូតអញ្ចឹងលុះត្រាដល់ចំណុចមួយដែលវាត្រូវដូរ trend បាទអញ្ចឹងឥឡូវយើងគ្រាន់តែដឹងថារបៀបមើល trend វាមើលបែបម៉ាបាទអញ្ចឹងយើងត្រូវស្គាល់ low ត្រូវស្គាល់ high វាជា low នេះ high low high low high low អញ្ចឹងទៅបាទអញ្ចឹងសមមក trend ទៀតដែលយើងថា trend ទី3នេះជាអីគេ trend ទី3ហ្នឹងគេហៅថាជា sideways trend ក៏បាន range ក៏បាន consolidate ក៏បានអញ្ចឹងអា consolidate sideways range ហ្នឹងស្អីគេបានន័យថា trend ដែលវាអត់ច្បាស់ការអត់ច្បាស់ទិសដៅវានៅក្នុង range បានន័យថាវានៅជ្រុំចន់ជ្រុំឡើងវាអត់ឡើងលើក៏វាអត់ចុះក្រោមវាអត់បែកខាងលើក៏វាអត់បែកខាងក្រោមគឺវានៅក្នុងជ្រុំអញ្ចឹងអាហ្នឹងគេហៅថា sideways ឬក៏ consolidate trend បាទអញ្ចឹងជាទូទៅ consolidate trend sideways ហ្នឹងគេអត់ដែល recommend ឲ្យយើងចូលធ្វើការទិញលក់ចាប់ set up អីនៅក្នុងហ្នឹងទេដោយសារទីផ្សារនេះវាអត់ច្បាស់ direction គឺយើង trade អត់បាន high profit ទេគឺអាចនឹងខាត់បង់ច្រើនជាងអញ្ចឹងទីផ្សារ trend គឺវាមាន3ហ្នឹង up trend down trend និង sideways consolidate ឬក៏ range ដោយសារឈ្មោះវាគេរៀងឲ្យច្រើនតិចបាទអញ្ចឹងឥឡូវយើងទៅមើលរបៀបមើលការផ្លាស់ប្ដូរ trend អញ្ចឹងមុនហ្នឹងដែលយើងនិយាយថា trend ឡើងវានឹងបែកអាខាង high វានេះវានឹងបន្តឡើងរហូតចុះធ្វើមកវិញយើងនឹង trend ហ្នឹងវាចង់បដូរវាអត់ពិបាកទេដោយសារពេល trend វាចង់បដូរយើងមើលតាបានខ្ញុំប្រាប់ថាយើងត្រូវស្គាល់ low high low វាអញ្ចឹងដែលវាចង់បដូរវាចង់ឡើងគឺវាត្រូវបានការបែក high នេះដើម្បីវាបន្តឡើងទៀតចុះបើវាអត់បែក high ហ្នឹងវាបែរជាមកបែក low នេះវិញវាមកបែក low នេះវិញអញ្ចឹងបានន័យថាវាមានទំនងចង់ដូរ trend បាទមានទំនងចង់ដូរ trend មកជាបែបនេះវិញឃើញទេបាទឃើញវាស្តៀងគ្នាដោយសារវាយក low បែក low ឡើងទៅលើបែក low អត់តង់ទៀតអញ្ចឹងពេលដែលផ្សារចង់ដូរ trend គឺវាចាប់ផ្ដើមបែកអា new low វានេះបាទអា low បន្ទាប់ពីវានេះហើយវាអាចនឹងបដូរលំហូរជា bearish វិញបែកនឹងដូចគ្នាឃើញទេឃើញវាចាប់ដើមបដូរជាលំហូរវាជា bearish វិញដោយវាបង្កើត low ថ្មីវាបែក low ថ្មីវាបង្កើត low ថ្មីវាបែក low ថ្មីទៀតបាទអានេះពាក្យបច្ចេកទេសគេអាចហៅថាគេhigh low high ណាខ្ញុំអត់ចេះអានទេបាទខ្ញុំនិយាយថា high low អញ្ចឹងទៅខ្ញុំស្រួលស្ដាប់ជាងឲ្យខ្ញុំនិយាយខ្ញុំបែកវល់ពីហ្នឹងបាទអញ្ចឹងវាក៏ដូចគ្នាជាមួយនឹងពួក trend bearish នេះដូចគ្នាវាកំពុងតែចុះយើងត្រូវពិនិត្យវាពេលដែលវាចង់បដូរ trend វាអត់ចង់ចុះទៀតគឺវាដើរបែបហ្នឹងដូចគ្នាដើរបែបហ្នឹងដូចគ្នាបានន័យថាវានឹងបែក high ដែលវាបន្សល់high ចុងក្រោយវានឹងបែក high ហ្នឹងវិញដល់ពេលវាបែក high ហ្នឹងវិញវាអាចនឹងបន្ត trend ទៅជា bullish វិញបាទដោយសារពេលដែលយើងមើល trend ដែលវាកំពុងចុះគឺយើង focus តែការបែក low វានឹងបន្តបែក low ទៀតយើងនឹងថាវាចុះទៀតវានឹងបន្តបែក low ទៀតយើងនឹងថាវាចុះទៀតប៉ុន្តែបើវាអត់បន្តបែក low ទៀតវាបែរជាមកផ្ទុយការបែក high របស់វាវិញអញ្ចឹង trend ហ្នឹងវានឹងទៅចង់ជា bearish វិញការលំហូរការបដូរលំហូរទៅជាការទិញឡើងវិញវាក៏ដូចគ្នានឹងពួកលំហូរដែល
កំពុងតែទិញឡើងដូចគ្នាណាបើវាបែក low វាដោយសារយើង focus ថាបើវាបែក high ធ្លាក់មកបែក high វានឹងបន្តឡើងទៅវិញប៉ុន្តែបើវាធ្លាក់មកដល់បែក low វិញនេះគឺ trend ហ្នឹងវាអាចនឹងមានលំហូរការផ្លាស់ប្ដូរលំហូរវាមកជា bearish វិញដែលយើងថា trend ដែលគេ sell វិញបាទអញ្ចឹង sideways ខ្ញុំអត់ recommend ឲ្យមើលទេដោយសារ sideways បើវាចង់ផ្លាស់ប្ដូរលំហូរគឺវាត្រូវតែយើងត្រូវតែស្គាល់មេរៀនរៀងជ្រៅជាងនឹងតិចទៀតបាទបានយើងអាចចូល trade ក្នុងទីផ្សារ sideways យើងអាចដឹងថាយើងគួរ trade បែបណាបានប៉ុន្តែគាត់ថា basic ដំបូងឡើងយើងគួរ skip ទីផ្សារ sideways ឬក៏ consolidate នឹងចោលយើង focus លើតែ trend up trend និង low trend នឹងទៅបានយើងថា down trend ឬក៏ up trend បាទទីផ្សារ bearish ឬក៏ទីផ្សារ bullish ហើយអញ្ចឹងការ trade បាទការ trade យើងចង់ profitable យើងកុំ trade ប្រចាំ trend បាទឧទាហរណ៍ថាទីផ្សារកំពុងតែឡើងជា bullish ដែលយើងកំពុងឃើញនេះ break ចុះមក low break high ចុះមក low break high អញ្ចឹងយើងដឹងថាផ្សារហ្នឹងវាកំពុងតែឡើងហើយអញ្ចឹងយើងព្យាយាម trade ឲ្យស្រប flow គេគឺយើងរងចាំតែ buy អាហ្នឹងយើង trade ស្រប flow ដែលគេនិយាយថាcontinue ឬក៏ trade ស្រប flow នឹងឯងបាទយើងកុំចង់ព្យាយាម trade ប្រចាំ flow ពេលដែលយើងព្យាយាម trade ប្រចាំ flow ដែលយើងអត់ទាន់ដឹងថា flow ហ្នឹងវាដោះដូរឬក៏នៅអញ្ចឹងវាធ្វើឲ្យយើងហានិភ័យច្រើនយើងអាច trade ប្រចាំ flow បានលុះត្រាដែលយើងដឹងថាទីផ្សារវាបានបែក low វាបាន confirm ប្រមាណភាគរយថាវានឹងដូរ trend អាហ្នឹងយើង trade បែបហ្នឹងវាអូខេប៉ុន្តែបើថាទីផ្សារវាមិនទាន់បែក low វាអត់ទាន់ដោះដូរ trend ទេយើងកុំព្យាយាម trade ប្រចាំ flow របស់វាអញ្ចឹងពីរហ្នឹងវាដូចគ្នាការនិយាយការប្រើប្រាស់ក៏ដូចគ្នាកុំព្យាយាម trade បញ្ច្រាស់ flow ដោយសារបើយើងចង់បាន profit ចង់ low risk គឺយើង trade ស្រប flow គេអាច trade ប្រចាំ flow បានលុះត្រាតែគេជំនាញមែនតើដែលគេហៅថា counter flow បាទឬក៏ reclaim អ្វីយ៉ាងទៅប៉ុន្តែសម្រាប់ beginner ខ្ញុំចង់ឲ្យមើលតែស្រប flow សិនការបែក flow យើងគូសចំណាំនៅពេលដែលវាបែកយើងអាច trade បានលុះត្រាតែយើងដឹងថា flow ហ្នឹងគឺវាបានដោះដូរហើយអញ្ចឹងបើ flow វាអត់តដោះដូរយើងកុំព្យាយាម trade ពីលើចុះមកក្រោមហើយបើកពីក្រោមឡើងទៅលើវិញទៀតបាទយើងទៅព្យាយាម trade តាមមួយ flow តាមទីផ្សារដែលវាកំពុងតែដើរហ្នឹងទៅគឺបានហើយអញ្ចឹង trend វាអត់មានអីច្រើនជាងនឹងទេគ្រាន់តែយើងចង់ដឹងថា trend ឡើងគឺវាបែបម៉េច trend ចុះគឺបែបម៉េចពេលដែលវាដោះដូរ trend ដែលវាចង់បដូរលំហូរគឺវាបែបម៉េចដោយសារពេលយើង trade យើងត្រូវស្គាល់ trend វាដូចគ្នាបើយើងស្គាល់ trend វាយើងស្គាល់តែទីផ្សារកំពុងតែ bearish ឬក៏ bullish យើងអាចបានមើលក្នុង structure តាម frame structure យើងអាចដឹង trend វាទៅបែបណាបាទអញ្ចឹង trend មេរៀន trend គឺវាតែប៉ុណ្្នឹងអញ្ចឹងបន្ទាប់ពីហ្នឹងមួយទៀតយើងនឹងទៅមេរៀនចុងក្រោយសម្រាប់ក្នុងវីដេអូហ្នឹងគឺ liquidity